มีเหาะลังอย่างកំពុងនៅក្នុងព្រឹកនេះបើសិនជាបងប្អូនចង់ដឹងមូលហេតុសូមស្ដាប់វីដេអូនេះរហូតដល់ចប់អរុនសួស្ដីក៏ដូចជាជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមកអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃសូមបងប្អូនជួយ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទត្រឹមតែសម្ដីរបស់លោក Donald Trump តែមួយម៉ាត់ធ្វើឲ្យមាសហក់ឡើងយ៉ាងខ្លាំងជាង100លេខឯណោះនៅក្នុងព្រឹកនេះគឺមាសហក់ឡើងយ៉ាងគំហុកតែម្ដងក្រោយលោក Donald Trump ប្រកាសពីការព្រមព្រៀងជប់បាញ់ក៏ដូចជាចរចាសន្តិភាពជាមួយនឹងប្រទេសអ៊ឺរ៉ង់ហើយនឹងមានការបើកច្រកហោម៉ូសឲ្យមានការដឹកទំនិញក៏ដូចជាប្រេងឆៅធម្មតាវិញហើយតម្លៃមាសចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4,324ក្នុង1អោនហើយបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,209ក្នុងមួយតម្លឹងឬស្មើនឹង$520ក្នុងមួយជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការហក់ឡើងផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$70ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$84ក្នុងមួយតម្លឹងឬស្មើនឹង$8.4ក្នុងមួយជីហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2,249ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែអាចធ្វើការបន្តហក់ឡើងទៀតដែរឬទេឬក៏មានការធ្លាក់ចុះមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះហើយបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ